ស្ដីស្វាគមន៍បងប្អូនអរគ្នាមកជួបគ្នាសាជាថ្មីម្ដងទៀតក្នុងការសម្ដែងសាច់រឿងទន្លេពណ៌ឆ្វាយនៃពេលទី13ចាប់ផ្ដើមឡើងសាច់រឿងនៅក្នុងភាសាជឿឈ្មោះក៏បានឃើញកងទ័ពជាច្រើនបានដើរយាងល្បាតចំណែកនៅខាងក្នុងវិញក៏បានឃើញជឿឈ្មោះនេះដែលកំពុងតែមើលសៀវភៅហើយក៏មានអ្នកបម្រើម្នាក់បានចូលមកហើយគេក៏បាននិយាយអ្នកស្រីម្ចាស់ហើយអ្វីបាននិយាយបន្តចូលគេងទៀតអ្នកមិនបានលេបថ្នាំទេហើយគេក៏បាននិយាយបន្តទៀតអ្នកចាត់ការទូទៅឆ្នាំនេះអ្នកមិនតម្រូវឲ្យទៅហាយីនលីងដើម្បីរក្សាភាពប្រុងប្រយ័ត្ននោះទេហើយក៏បានលើកថ្នាំយកឲ្យជឿឈ្មោះក៏បានផឹកថ្នាំហើយអ្នកបម្រើហ្នឹងក៏បាននិយាយបន្តទៀតអ្នកបានចូលធ្វើទាហានជិត1ឆ្នាំហើយឥឡូវនេះវាហាក់ថាប្រសើរជាងមុននឹងយកចិត្តទុកដាក់លើរាងកាយរបស់អ្នកជឿឈ្មោះក៏បានឆ្លើយមិនអីទេហើយក៏បានលេងចំណែកនៅម្ខាងទៀតជឿឈ្មោះក៏បានមើលទៅក្រុមរបស់លីវងសងនៅពេលដែលពួកគេទៅផុតអស់គេក៏បានគិតពួកគេសុទ្ធតែជាចវាយនាយចំណែកក្រុមរបស់លីវងសងក៏បានដើរលបចូលទៅហើយជឿឈ្មោះក៏បានលបតាមក្រោយពួកគេហើយអ្នកនាំផ្លូវរបស់ពួកគេក៏បានឲ្យពួកគេឈប់ជឿឈ្មោះឃើញនេះក៏បានរើថ្មមួយគប់ទៅកាន់គ្នារបស់គេតែធ្វើលឺសំឡេងទៅដល់ក្រុមទាហានដែលយាមល្បាតក្រុមទាហានដែលយាមល្បាតក៏បានដើរមើលហើយពួកគេក៏បានសម្លាប់កាន់ក្រុមទាហានដែលយាមល្បាតនៅសតទាហានម្នាក់ក្រុមរបស់លីវងសងក៏បានសួរជឿឈ្មោះនៅឯណាទៅមកទាហាននឹងក៏បានស្រែកដែលធ្វើលឺដល់ទាហានផ្សេងទៀតចំណែកទាហាននឹងក៏បានខ្យល់ស្លាប់លីវងសងក៏បានប្រាប់ទៅកាន់គ្នារបស់គេត្រៀមខ្លួនដើម្បីវាយប្រហារចំណែកជឿឈ្មោះក៏បានមើលទៅកាន់ពួកគេក្រុមរបស់លីវងសងក៏បានចែកផ្លូវគ្នាដើម្បីប្រតិបត្តិការតមកពួកគេក៏បានដើរលបចូលទៅលីវងសងក៏បាននិយាយប្រសិនបើខ្ញុំគឺជាជឿឈ្មោះខ្ញុំនឹងជ្រើសរើសគាត់ចំណែកក្រុមទាហានក៏បានមកដល់កន្លែងជឿឈ្មោះក៏បានសួរទៅកាន់ពួកគេតើមានរឿងអ្វីកើតឡើងទាហាននឹងក៏បានឆ្លើយមានឃាតករចូលវាយប្រហារហើយគេក៏បានឲ្យជឿឈ្មោះចាក់ចែងពីទីកន្លែងហ្នឹងចំណែកជឿឈ្មោះក៏បានមើលទៅកាន់ក្រុមទាហានដែលក្រុមរបស់លីវងសងបានកាប់សម្លាប់ហើយទាហាននឹងក៏បាននិយាយបន្តទៀតវាយឺតពេលក្នុងការត្រឡប់ទៅវិញហើយចំណែកក្រុមទាហានក៏បានឲ្យជឿឈ្មោះជួយទៅក្នុងបន្ទប់ហើយពួកគេទាំងអស់គ្នាក៏បានរៀបក្បួនការពារចំណែកនៅខាងក្រៅវិញលីវងសងនៅតែបន្តសម្លាប់ទៅកាន់កងទ័ពជឿឈ្មោះចំណែកជឿឈ្មោះក៏បានសម្លាប់ទៅកាន់កងទ័ពលីវងម្នាក់និងបានដាក់យកខោអាវរបស់គេយកមកពាក់បន្លំខ្លួនធ្វើជាកងទ័ពលីវងចំណែកគ្នារបស់លីវងសងក៏បានចែកផ្លូវគ្នាប្រតិបត្តិការហើយក៏បានសម្រុកចូលនារីម្នាក់ក៏បានបាញ់ស្នាដែលចំជាមួយនឹងខ្សែទម្លុះបង្អួចចូលទៅកន្លែងរបស់ជឿឈ្មោះហើយក៏មានទាហានម្នាក់បានកាត់ខ្សែមួយនឹងចោលហើយក៏មានទាហានម្នាក់ទៀតបានឃ្លាតចូលមកតមកពួកគេក៏បានត្រៀមខ្លួនការពារជឿឈ្មោះបន្ទាប់មកក្រុមរបស់លីវងសងបានសម្រុកចូលមកនិងបានទាញព្រួយបាញ់ទៅកាន់កងទ័ពអស់នោះងាប់អស់រលីងហើយពួកគេក៏បានលោតមកជ្រុំព័ទ្ធជឿឈ្មោះជុំវិញចិត្តជឿឈ្មោះក៏បាននិយាយខ្ញុំឈ្មោះជឿឈ្មោះជាអ្នកស្នាមមរតកគ្រួសារជឿឈ្មោះហេតុអ្វីបានជាអ្នកហ៊ានចូលកន្លែងរបស់ខ្ញុំទាំងយប់ហើយបានសម្លាប់នោះឆ្លួតត្រង់ជាច្រើនលីវងសងក៏បាននិយាយកញ្ញាជឿឈ្មោះហើយក៏បាននិយាយបន្តទៀតវាជាការឆ្លើយមកទាំងយប់នេះពួកយើងគ្រាន់តែចង់ឲ្យអ្នកមកជាមួយនឹងពួកយើងតែប៉ុណ្ណោះជឿឈ្មោះក៏បាននិយាយគ្រួសារជឿឈ្មោះរបស់ខ្ញុំមិនចោះចាញ់ដោយគ្មានការប្រយុទ្ធឡើយវាគ្មានប្រយោជន៍ទេក្នុងការនិយាយច្រើនជឿឈ្មោះក៏បានកវត្តដើរមួយហើយក៏បាននិយាយជើញការប្រយុទ្ធចោះលីវងសងក៏បានថាខ្ញុំធ្វើបាបទៅកាន់កញ្ញានេះហើយក៏បានឲ្យកូនចៅម្នាក់ទៅប្រយុទ្ធជាមួយនឹងជឿឈ្មោះតមកនារីម្នាក់ក៏បានសម្រុកចូលហើយពួកគេទាំងពីរនាក់ក៏បានប្រយុទ្ធគ្នានារីម្នាក់ក៏បានយកដាវចាក់ទៅកាន់ជឿឈ្មោះជឿឈ្មោះក៏បានយកដាវកវាចេញនៅពេលដែលគេកាប់ទៅម្ដងទៀតជឿឈ្មោះក៏បានកិច្ចផុតហើយក៏បានកាប់ទៅម្ដងទៀតជឿឈ្មោះក៏បានយកដាវរងជាប់ហើយក៏បានកាប់ឲ្យជឿឈ្មោះទៀតក្រោយបន្តិចជឿឈ្មោះក៏បានសម្រុកចូលយកដាវចាក់ទៅកាន់គេប៉ុន្តែត្រូវបានគេរងជាប់បណ្ដារងរបួសមុខបន្តិចហើយនារីឈុតខ្មៅម្នាក់ក៏បាននិយាយក្បាច់ដាវរបស់អ្នកពូកែនោះអរគុណសម្រាប់រង្វាន់បន្ទាប់មកពួកគេទាំងពីរនាក់ក៏បានចូលទៅប្រយុទ្ធគ្នាបន្តទៀតមើលទៅក្បាច់ដាវពួកគេទាំងពីរនាក់ពិតជាលឿនខ្លាំងមែនទែននារីឈុតខ្មៅក៏បានកាប់ទៅកាន់ជឿឈ្មោះក៏បានកិច្ចផុតរហូតជឿឈ្មោះក៏បានកាប់ទៅកាន់គេវិញគេក៏បានយកដាវរងជាប់ហើយក៏បានចាក់មកកាន់ជើឈ្មោះវិញជើឈ្មោះក៏បានកវាដាវចេញនិងបានចាក់ទៅកាន់នារីឈុតខ្មៅហ្នឹងប៉ុន្តែត្រូវបាននារីឈុតខ្មៅហ្នឹងកិច្ចផុតនារីឈុតខ្មៅហ្នឹងក៏បានកាប់មកកាន់ជើឈ្មោះវិញជើឈ្មោះក៏បានយកដាវរងជើឈ្មោះក៏បានកាប់ទៅកាន់គេវិញគេក៏បានអោនផុតនារីឈុតខ្មៅហ្នឹងក៏បានហក់កាប់ទៅកាន់ជើឈ្មោះជើឈ្មោះក៏បានយកដាវរងទាន់ហើយក៏បានកវាដាវនារីម្ដងទៅវិញបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានកាប់រងគ្នាលីវហុងសក៏បានទៅបំបែកពួកគេទាំងពីរនាក់ហើយក៏បានថាឈប់លេងហើយជើឈ្មោះក៏បាននិយាយទៅកាន់លីវហុងសតាមពិតទៅអ្នកអាចសម្លាប់បានសិនបើអ្នកចង់លីវហុងសក៏បានឆ្លើយខ្ញុំមិនបាននិយាយថាខ្ញុំចង់សម្លាប់អ្នកនោះទេជឿឈ្មោះក៏បានកាន់ដាវសម្រុកទៅរកលីវហុងសងក៏បានប្រើដាវតាមបន្តិចតែប៉ុណ្ណោះដែលធ្វើឲ្យដាវរបស់ជឿឈ្មោះគេចេញពីដៃបន្ទាប់មកក៏បានបញ្ជាកូនចៅម្នាក់ទៅតង់ចៅហើយយកមនុស្សមកជួយយើងដកថយជឿឈ្មោះក៏បានសម្រុកចូលយកដៃបំរុងវាយទៅកាន់គេក៏បានវាយម្ដាយឲ្យនាងស្លាប់ហើយក៏មានបរិសម្នាក់បានមកត្រលីវហុងសងក៏បាននិយាយនាំនាងទៅជាមួយអ្នកហើយក៏បានដើរចាក់ចេញមកក្រៅនៅពេលលីវហុងសងបានដើរចាក់ចេញដល់ខាងក្រៅប្រចិត្តតែឃើញកូនចៅរបស់នាងងាប់អស់រលីងចំណែកជឿឈ្មោះវិញជឿឈ្មោះក៏បាន3នាងរត់លោតផ្លោះទៅប្រឡោះអួចលីវហុងសងឃើញបែបនេះក៏បានទាញដាវកាប់មកចំហាយដាវទៅកាន់ខ្នងរបស់គេជឿឈ្មោះក៏បានធ្លាក់មកក្រោមហើយក៏បានបីជឿឈ្មោះរត់បន្តទៀតចំណែកលីវហុងសងនិងកូនចៅរបស់នាងវិញក៏បានដេញតាមជឿឈ្មោះចំណែកជឿឈ្មោះវិញក៏
បានបើកភ្នែកហើយក៏បានហៅបងប្រុសជើឆាន់សៀវហើយក៏បានសម័យដល់ការរឿងពីមុនជើឆាន់សៀវក៏បាននិយាយទៅកាន់ឪពុករបស់ជើឆាន់នីងខ្ញុំជើឆាន់សៀវសូមច្បាត់ខ្ញុំនឹងលះបង់ជីវិតរបស់ខ្ញុំដើម្បីជួយជើឈွန်និងការពារកញ្ញានីងចំណែកជើឆាន់នីងក៏បានយំនិងបាននិយាយទៅកាន់ជើឆាន់សៀវបងប្រុសក៏ចាក់ចែងពីអានីងដែរជើឆាន់សៀវក៏បាននិយាយទៅកាន់ជើឆាន់នីងវិញបងប្រុសនឹងនៅជាមួយឯងជានិច្ចចំណែកនៅខាងក្រៅវិញជើឆាន់នីងក៏បានសួរទៅកាន់ជើឆាន់សៀវតើអ្នកនៅក្នុងសុបិនរបស់ខ្ញុំដែរទេចំណែកជើឆាន់សៀវនៅតែបន្តបីជើឆាន់នីងរត់រហូតចំណែកនៅម្ខាងទៀតក៏បានឃើញរូបចម្លាក់មួយយ៉ាងធំក៏បានឃើញឌីលីនម្ចាស់គ្រួសារជើឈွန်និងបរិមម្នាក់ទៀតបរិមម្នាក់អេដមីនពេកឈ្មោះឈឹងចំណែកឌីលីនកំពុងតែដុតភ្លើងទៀននៅពេលឌីលីនត្រឡប់ទៅវិញម្ចាស់គ្រួសារជើឈွန်ក៏បានដុតនៅពេលដែលការដុតហើយក៏បានដើរត្រឡប់ថយមកក្រោយវិញហើយក៏បាននិយាយឆ្នាំ782គឺជាខួបលើកទី224នៃកំណើតរបស់គ្រួសារជើឈွန်ឧត្តមសេនីយ៍ចំនួនទី8លោកជើឈွန်សានស៊ីងហើយកូនចៅរបស់ឌីលីនក៏បានដើរចូលមកហើយក៏បានខ្សឹបប្រាប់ទៅកាន់ឌីលីនហើយឌីលីនក៏បានភ្ញាក់ផ្អើលចាស់គ្រួសារក៏បានសួរទៅកាន់គេមានរឿងអ្វីកើតឡើងឌីលីនក៏បាននិយាយទៅកាន់កូម៉ាមានរឿងអ្វីកើតឡើងអ្នកប្រាប់ទៅកាន់លោកម្ចាស់ទៅហើយគេក៏បាននិយាយជើឈွန်ត្រូវបានវាយប្រហារពីមនុស្សមួយក្រុមដែលមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេគោលដៅរបស់ពួកគេគឺកញ្ញាជើឆាន់នីងបន្ទាប់មកគាត់ក៏បានសម្លុតដល់បរិសម្នាក់ដែលនៅក្បែរនោះអ្នកនៅធ្វើអ្វីនៅទីនេះទៀតចំណែកបរិសម្នាក់នោះក៏បានឆ្លើយទាំងញ័រមាត់ខ្ញុំមិនត្រឡប់ទៅពីសមកាលឥឡូវនេះហើយគេក៏បានចាក់ចេញឌីលីនក៏បាននិយាយលោកម្ចាស់កងទ័ពរបស់ការិយាល័យត្រួតពិនិត្យបានទៅវិមានជើឈွန်រួចហើយគេក៏បាននិយាយបន្តទៀតឈិនឈីងមីងមិនបានដោះស្រាយដោយខ្លួនឯងផ្ទាល់ទេជួយសង្គ្រោះកញ្ញានីងចាស់គ្រួសារក៏បាននិយាយចងចាំមិនថាមានរឿងអ្វីត្រូវតែរក្សាសុវត្ថិភាពរបស់អានីងបន្ទាប់មកពួកគេទាំងពីរនាក់បានទទួលបញ្ជាហើយក៏បានដើរចាក់ចេញទៅចំណែកនៅម្ខាងទៀតនៅខាងជើឆាន់សៀវវិញគេនៅតែបន្តបីជើឆាន់នីងរត់ចំណែកគ្នារបស់លីវងសងនៅតែបន្តដេញគេហើយគេក៏បាននិយាយខ្ញុំបានរងរបួសនៅពេលនេះហើយស្ដាប់តែក្រុមរបស់លីវងសងមកស្ទាក់គេពីមុខគេរងបោកទៅក្រោយវិញក្រុមទៀតក៏បានមកស្ទាក់គេពីក្រោយហើយបន្ទាប់មកគេក៏បានរត់ចូលទៅក្នុងវិមានរបស់ជើឈွန်ពេលដែលគេទៅដល់ខាងក្នុងគេក៏បានដាក់ជើឆាន់នីងនៅមួយកន្លែងហើយគេក៏បានដើរមកតទៅជាមួយនឹងក្រុមរបស់លីវងសងជើឆាន់សៀវក៏បាននិយាយបើអ្នកខ្លាំងអ្នកឡើងមកហើយក៏មានបរិបម្នាក់បានឡើងទៅក៏បានដកដាវកាប់ទៅកាន់ជើឆាន់សៀវជើឆាន់សៀវក៏បានយកដាវរបស់គេរងហើយក៏បានដកដាវរបស់គេតមកពួកគេនឹងពីរនាក់ក៏បានប្រយុទ្ធគ្នាបានបន្តិចជើឆាន់សៀវក៏បានធ្វើអំបរម្នាក់នោះទៅទៀតទៅក្រោយវិញលីវងសងក៏បាននិយាយចលនាបរិបម្នាក់នេះមើលទៅដូចជាធ្លាប់ឆ្កល់ហើយក៏មានបរិបម្នាក់ទៀតយកដាវចង្អុលទៅជើឆាន់សៀវហើយក៏បាននិយាយទៅកាន់គេពួកយើងនឹងប្រយុទ្ធគ្នាបាន30ជុំជើឆាន់សៀវក៏បាននិយាយទៅកាន់គេអ្នកគឺជាបរិសខ្ញុំនឹងមិនវេប្រហារជាមួយអ្នក30ជុំទេខ្ញុំទោះឲ្យក្មេងស្រីដែលនៅក្បែរខ្លួនរបស់អ្នកជុំមកសម្លាប់តមកបរិសដែលបែរអោខ្មៅក៏បានកាប់ចំហាយដាវទៅកាន់ជើឆាន់សៀវជើឆាន់សៀវក៏បានកិច្ចផុតគេក៏បានកាត់ចំហាយដាវមកកាន់ជើឆាន់សៀវម្ដងទៀតជើឆាន់សៀវក៏បានរងជាប់និងកិច្ចផុតហើយគេក៏បានហក់មកកាប់ជើឆាន់សៀវជើឆាន់សៀវក៏បានយកដាវរងហើយពួកគេទាំងពីរនាក់ក៏បានកាប់គ្នាទៅវិញទៅមកហើយក៏បានខ្ទាតថយទៅក្រោយរឿងខ្លួនចំណែកមើលទៅកាន់ជើឆាន់សៀវដូចជាមានរបួសធ្ងន់ខ្លាំងមែនតើលីហ្វងសងឃើញនេះក៏បានជាកូនចៅរបស់នាងចូលទៅសម្រាប់ជើឆាន់សៀវហើយពួកគេក៏បានសម្រុករកជើឆាន់សៀវជើឆាន់សៀវឃើញនេះក៏បានកាប់មកចំហាយដាវដែលធ្វើពួកអាចចែមពីរនាក់ទៀតទៅយ៉ាងឆ្ងាយហើយបន្តមកដាវរបស់គេក៏បានចេញពន្លឺហើយភ្នែករបស់គេក៏បានចេញពន្លឺពីខៀវចំហាយពណ៌ក្រហមហើយក៏បានកាប់មកចំហាយដាវទៅកាន់ពួកអាចចែមប្រមាណអ្នកដែលធ្វើពួកគេបាសជើងចង្ងាងហើយគេក៏បានលូតឡើងទៅលើនិងចុះមកវិញហើយក៏បានកាប់មកចំហាយដាវដែលធ្វើពួកគេប្រមាណអ្នកទៀតអស់រលីងហើយលីវងសងក៏បានជួយទៅប្រយុទ្ធជាមួយនឹងជើឆាន់សៀវសួស្តីបងប្អូនគ្នាមកទស្សនារវាងតួស្រីនិងតួប្រុសបានប្រយុទ្ធគ្នាតួស្រីបានកាប់ទៅកាន់តួប្រុសក៏បានកិច្ចផុតជើឆាន់សៀវក៏បានកាប់ទៅកាន់លីវងសងក៏បានកិច្ចផុតលីវងសងក៏បានថែទៅកាន់ជើឆាន់សៀវក៏បានយកដាវរងជាប់តមកលីវងសងក៏បានចាក់ទៅកាន់ជើឆាន់សៀវក៏បានកិច្ចផុតក៏បានចាប់ដៃលីវងសងគាត់លីវងសងក៏បានទៅបុកនឹងជាងហើយក៏បានលោតមកវិញហើយក៏បានកាច់ចំហាយដាវខ្វែងគ្នាទៅកាន់ជើឆាន់សៀវគេក៏បានយកដាវរបស់គេរងមើលទៅកាន់គេពិតជាពិបាកតបទៅខ្លាំងមែនតើបន្ទាប់មកចំហាយដាវមួយនោះក៏បានផ្ទុះចំណែកជើឆាន់សៀវក៏បានអត់កំណត់រលីងឈរសឹងតែមិនចង់ជាប់ហើយលីវងសងក៏បានដើរទៅរកជើឆាន់សៀវហើយក៏បាននិយាយចាប់តាំងពីអ្នកបានជួយជើឆាន់នីងហើយចំណែកនៅខាងក្រៅវិញក៏មានសម្លេងអ៊ូអបរិសម្នាក់ក៏បាននិយាយខ្ញុំនឹងទៅបញ្ឈប់ពួកគេជើឆាន់សៀវក៏បាននិយាយក្រុមជួយសង្គ្រោះឲ្យមកដល់ហើយតមកគេក៏បានលុតជង្គង់ចុះហើយក៏មានត្បូងមួយធ្លាក់ចុះមកលីវងសងឃើញនេះក៏បាននិយាយគឺជាអ្នកហើយក៏បានសម័យកាលពីគេនៅជាមួយជើឆាន់សៀវបាននិយាយអំពីត្បូងចំណែកនៅម្ខាងទៀតក្រុមរបស់ឌីលីនក៏បានមកដល់បានឡោមព័ទ្ធទៅកាន់កូនចៅរបស់លីវងសងឌីលីនក៏បាននិយាយចាំពួកគេចង់ដឹងថានរណានៅពីក្រោយខ្នងរឿងមួយនេះចំណែកពួកគេក៏បានលាបថ្នាំសម្រាប់ខ្លួនឯងឌីលីនក៏បានគិតរឿងនៃព្រឹត្តិការណ៍ម្នាក់បានលាបថ្នាំសម្រាប់ខ្លួនឯងហើយគេក៏បាននិយាយគ្រួសារលីវហ្វឹងចំណែកនៅខាងជើឆាន់សៀវវិញជើឆាន់សៀវគេក៏បាននិយាយក្រុមកងទ័ពបានឡោមព័ទ្ធជុំវិញហើយយើងមកប្រយុទ្ធគ្នាម្ដងទៀតលីវហ្វឹងសងក៏បានគិតប្រសិនបើអ្នកបង្ខំសកម្មភាពមិនត្រឹមតែប៉ុណ្ណោះក៏មិនអាចសម្លាប់ជើឆាន់នីងក្នុងរយៈពេលខ្លីបានដែរនឹងត្រូវជាប់គាំងដោយក្រុមទាហានឡោមព័ទ្ធជុំវិញបន្ទាប់មកក្នុងចំណោមពួកយើងគ្មាននរណាម្នាក់អាចរួចរងមានជីវិតឡើយបន្ទាប់មកក៏មានបរិសម្នាក់បាននិយាយពួកគេកំពុងតែឡើងមកហើយវានឹងយឺតពេលប្រសិនបើអ្នកមិនចាក់ចេញឥឡូវនេះបន្ទាប់មកលីវហ្វឹងសងក៏បានដើរចាក់ចេញបន្ទាប់មកកូនចៅម្នាក់ក៏បាននិយាយហើយដើម្បីបានជាពួកយើងមិនសម្លាប់ពួកគេផែនការរបស់ពួកយើងនឹងជោគជ័យលីវហ្វឹងសងក៏បានថាខ្ញុំនិយាយដកថយបន្ទាប់មកពួកគេទាំងអស់គ្នា
នេះក៏បានរត់គេចខ្លួននិងបានលុតផ្លាស់ពីដំបូលមួយទៅដំបូលមួយទៀតក្រុមទាហានរបស់ជឿឈួនក៏បានដេញតាមហើយក៏បានលួចផ្លាស់ពីលើដំបូលផ្ទះមកខាងក្រោមនិងបានរត់គេចខ្លួនហើយក៏មានកូនចៅពីរនាក់បាននិយាយខ្ញុំនឹងរៀបរៀងផ្លូវរបស់ពួកគេអ្នករត់ទៅមុនចោះលីហ្វុងសុនក៏បានប្រាប់ទៅកាន់គេប្រុងប្រយ័ត្ននិងព្យាយាមដកថយបន្ទាប់មកពួកគេនៅពីរនាក់ក៏បានប្រយុទ្ធជាមួយនឹងទាហានរបស់ជឿឈួនទាហានម្នាក់ក៏បានបាញ់ឆ្នាទៅកាន់គេក៏បានអាឡាតគេចផុតនៅពេលដែលពួកគេនៅពីរនាក់វាយទាហានដួលគេក៏បានរត់គេចខ្លួនចំណែកដេលីនក៏បានឡើងមកកន្លែងជឿឈួនសៀវចំណែកជឿឈួនសៀវក៏បានងើបឈរមកឈរកន្លែងកម្មចិន្តាដេលីនឃើញពេលនេះក៏បាននិយាយសៀវជឿឈួនសៀវរត់ដួលដេលីនក៏បានទៅត្រគេហើយក៏បាននិយាយទៅកាន់កូនចៅពេលអ្នកបានឃើញអ្វីបន្ទាប់មកពួកគេទាំងអស់គ្នាក៏បាននិយាយខ្ញុំមកជួយសង្គ្រោះកញ្ញានីងហើយពួកគេក៏បានទៅលើកជឿឈួននីងហើយក្រុមទាហានក៏បានសែងសាកសពមនុស្សដែលបានស្លាប់ Sterling ក៏បានជិះសេះជាមួយនឹងកូនចៅបានមកដល់នៅពេលដែលគេមកដល់គេក៏បានលួចលើសេះនិងរត់ទៅរក Delin ក៏បាននិយាយពួកគេគឺជាក្រុមដែលប្រយុទ្ធជាមួយនឹងពួកយើងនៅថ្ងៃនេះ Sterling ក៏បាននិយាយថ្ងៃនេះស្ត្រីនោះខ្ញុំបានជួបនាងនៅព្រំដែន Livang ហើយច្បាប់តែមានរទេះសេះមួយបានបោះមកដល់ទាហានម្នាក់ក៏បានខាត់ផ្លូវហើយក៏បាននិយាយទៅកាន់គេត្រួតពិនិត្យអ្នកបររទេះក៏បានថាកុំនិយាយរញ៉ៃនៅខាងមុខអ្នកហ៊ានគាត់គឺជាគូដណ្ដឹងរបស់កញ្ញានីងនៅក្នុងរទេះក៏បាននិយាយខ្ញុំមកជួបកញ្ញានីង Delin ក៏បានថាទៅកាន់ជន់ចៅឲ្យគេចូលទៅរទេះសេះមួយនឹងក៏បានបោះចូលទៅខាងក្នុងចំណែក Delin និង Sterling ក៏បានមើលគេពីក្រោយជឿឈួនសៀវក៏បាននិយាយខ្សឹបតែម្នាក់ឯងក្លិនរបស់បងប្រុសធំហើយសាច់រឿងនៅភាគទី13ក៏ត្រូវបានបញ្ចប់ជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ